สุดได้พวกมันก่อนนักเรียนในดองวิดีโอทำไมแปลกไม่ได้คือเยอะไทยคอไทยชาหมวยเป็นต้มให้หอมหมวยสลัดสวยจังนะพวกมันบางคนนักเรียนจมมือวิดีโอเฟืองนักเรียนแต่ว่ายังมีสลัดสวยมาดองให้เป็นปลาต้มเป็นปลานั้นยังชาหมวยไทยคอยังเยอะต้มมาพวกมันนักเรียนให้ปงมันติงแผมกรอบไทยคอมันทำมาเป่าไงได้สายยำหกเนี่ยจังก็ยังเยอะไทยคอทำมาเป่าไงเพอร์เซนต์ที่กูซัสมาจากพวกมันนักเรียนมีเชิญจังดับปีใบกระป๋องนะពេលខ្ញុំស្លហ្នឹងដោយសារចិត្តដល់បាយថ្ងៃថងហើយខ្ញុំក៏ដាំបាយចោលមកទៅដាំបាយយើងចោលទៅហើយយើងទៅចូលមើលការស្លឆាយើងវិញណាបងប្អូនអរគ្នាពេញប៉ោះទុំហ្នឹងខ្ញុំទិញ5ផ្លែទូចហ្នឹង1000ហ្នឹងពុកម៉ែបងប្អូនអរគ្នាតែមានកូនមួយខ្ញុំបោះចោលខ្ញុំឆាបានតែ4នេះខ្ញុំយកវាចាក់ដាក់កញ្ចែងហើយស្លាតសួរយើងហ្នឹងក៏ខ្ញុំទៅកាត់គល់សម្អាតឲ្យស្អាតហើយប្រឡេះវាដាក់កញ្ចែងលាងសម្អាតវាហើយអញ្ចឹងណាតិចទៀតហ្នឹងយើងចាប់តាមឆាហើយខ្ញុំកាត់លាងបន្លែហើយអស់ហើយក៏ទុកទៅម្ខាងទៅចុះពេញប៉ោះយើងវិញតែពេញប៉ោះហ្នឹងគឺអាទុំយើងហ្នឹងគឺខ្ញុំយកមកហាន់តូចៗឲ្យវល់ចូលគ្នាអញ្ចឹងណាបងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាចង់ហាន់បែបផ្ទះតាមចំណងចិត្តអីក៏តាមនឹងទៅសម្រាប់ខ្ញុំហាន់តូចៗអញ្ចឹងឲ្យវល់មួយថៃខយើងបានឆ្ងាញ់ហើយនេះគឺជាសាច់ពេញប៉ោះទុំដែលខ្ញុំហាន់5ផ្លែមិនទូចហ្នឹងគឺបានប៉ុណ្្នឹងទេបងប្អូនអរគ្នាហើយបន្តមកទៀតបងប្អូនអរគ្នាចានតនីមួយមករៀបសារ៉ាត់ដាក់ចានទៅតាមចំណងចិត្តចឹងហូបច្រើនដាក់ច្រើនទៅបើថាហូបតិចដាក់តិចអីចឹងណាសម្រាប់ខ្ញុំអីចឹងរៀបសារ៉ាត់រៀងច្រើនដែរហ្នឹងណាដោយសាររៀងចូលចិត្តផ្លែបងប្អូនអរគ្នាបន្ទាប់ពីបងប្អូនអរគ្នាចាក់រៀបចំសាឡាត់ដាក់ចានរួចអស់ហើយដាក់ខ្ទះឡើងដាក់ខ្លាញ់ចូលហើយដាក់ខ្ទះយកក្តៅទៅហើយចាក់ខ្ទឹមសយើងចូលឆាវាលីងវាឈ្ងុយឡើងក្រហមជើងកងចឹងណាបងប្អូនអរគ្នាតែមកទៀតចាក់ពេញប៉ោះទុំយើងមិញនឹងចូលឆាឲ្យឆ្អិនណាបើបងប្អូនអរគ្នាអត់ចង់ឆ្អិនពេកក៏បានដែរសម្រាប់ខ្ញុំគឺដាក់ឆាពេញប៉ោះនោះឲ្យឆ្អិនវល់ហ្មងលុយវល់ហ្មងបានឆាយើងដាក់ចូលមួយថៃខយើងបានវាមើលទៅតំណងឆ្ងាញ់បានវាចូលជាតិគ្នាល្អចឹងណាបងប្អូនអរគ្នាបន្ទាប់ពីខ្ញុំឆាពេញប៉ោះវល់អស់ហើយក៏ខ្ញុំចាក់ថៃខចូលហើយដល់មកទៀតខ្ញុំក៏បងរ៉ូឌីបន្តិចបងប្អូនអរគ្នាក៏រ៉ូឌីទៅគីឡូយើងប្រើបន្លែច្រើនទៅវាសាបអីចឹងបាត់រសជាតិដើមថៃខអញ្ចឹងណាបងប្អូនអរគ្នាហើយដល់មកទៀតក៏ខ្ញុំបងពងមាន់ដាក់ពងមាន់យើងចូលពងមាន់2គ្រាប់បងប្អូនអរគ្នាបើសិនជាបងប្អូនអរគ្នាមានចូលចិត្តចឹងទៅដាក់1គ្រាប់2គ្រាប់3គ្រាប់អីតាមចំណង់ចិត្តអញ្ចឹងចំណែកខ្ញុំវិញយើងចូលចិត្តពងមាន់ទេដែរច្រើនដល់ពីដាក់យើងពងមាន់ហើយមើលទៅវារៀងគូហើយបងប្អូនអរគ្នាកុំភ្លេចថយហ្គាសអងហើយយ៉ាត់ខ្លោចបាតខោដោយសារយើងដាក់ពងមាន់ចូលទៅវាខាស់ទឹកវាស្ងួតទៅចឹងឯងប្រយ័ត្នខ្លោចបានបន្ទាប់ពីពុកម៉ែបងប្អូនអរគ្នាដាក់ពងមាន់ចូលឲ្យមានអីការវិឆានៅហ្គាសភ្លើងទូចដើម្បីឲ្យពងមាន់យើងនឹងឆ្អិនល្អជាមួយនឹងថៃខយើងហើយតោះមកយើងចាប់ទៅពីមានស្ទើរគ្រឿងទៀតអត់បើថាស្ទើរគ្រឿងបងប្អូនអរគ្នាអាចថែមទឹកម្ទេសឬក៏រ៉ូឌីថែមអីចឹងណាភ្លក់តាមចំណង់ចិត្តទៅហើយតមកទៀតក៏ដួសដាក់ចានដែលយើងរៀបដាក់ស្លាតមិញហ្នឹងបងប្អូនអរគ្នាហើយនេះគឺជាថៃខយើងឆាមួយពេញប៉ោះទុំជាមួយស្លាតស្រួយរួចជាការស្រេចហើយណាបងប្អូនអរគ្នាអរគុណដែលមើលវីដេអូមួយនេះពីដើមដល់ចប់បាយបាយជួបគ្នាវីដេអូក្រោយថ្មីមួយទៀតចា